សួស្តីពុកម៉ែបងប្អូននិងគ្នាយើងអ្នកដែលពេញនិយមក្នុងការតាមដានមើលរឿងសូអេឈីទាំងអស់គ្នាយើងវិលត្រឡប់ជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងភាពបន្តរបស់យើងណាប៉ុន្តែមុនឈានចូលដល់ការសម្រាយសាច់រឿងមួយនេះហ្នឹងគឺអត់មានចង់និយាយតាក់ទងជាមួយនឹងរឿង website របស់ admin website top up game អ្នកទាំងអស់គ្នាណាដែលចង់ធ្វើការ top up game ជាមួយនឹង game Free Fire PUBG Mobile Legends អីហ្នឹងក៏កុំភ្លេច top up ជាមួយនឹង website របស់ admin ដែលជា vctopup.com admin នឹងដាក់ link នៅក្នុងវីដេអូ comment នៅក្នុងវីដេអូហ្នឹងផងដែរណាអ្នកទាំងអស់គ្នាអាចចូលធ្វើការ top up បានមួយវិញទៀតអ្នកដែលធ្វើការ top up ហ្នឹង admin នឹង generate ឈ្មោះរបស់អ្នកទាំងអស់គ្នាបានន័យថា admin ចាប់ដោយចៃដន្យចំនួន5នាក់នឹងធ្វើការឈ្នះជាមួយនឹង weekly card របស់ admin ហ្នឹងចំនួន5នាក់ណាហើយអ្នកដែល top up នៅលើ website របស់ admin នឹងចាប់នៅក្នុងយប់នេះផ្ទាល់តែម្ដងគឺនឹងចាប់នៅក្នុងម៉ោង9ឬក៏ម៉ោង10អញ្ចឹងអ្នកទាំងអស់គ្នាដែលឃើញវីដេអូហ្នឹងហើយកុំភ្លេចចូល top up លឿនៗណាហើយក៏នឹងមើល live ជាមួយ admin ផងនៅលើ channel ធំរបស់ admin នឹងធ្វើការ live ផ្ទាល់ដើម្បីធ្វើការចាប់ជាមួយនឹងអ្នកដែលឈ្នះជាមួយនឹង weekly live ផងដែរដើម្បីឲ្យស្មើភាពទៅ admin ធ្វើអញ្ចឹង admin អត់ចង់ដែរតែមានធ្វើអញ្ចឹងទៅដើម្បីគ្នាយើងដឹងថាពិតជាទទួលបានវាពិតមែនអញ្ចឹងប៉ុណ្ណឹងគ្រប់គ្រាន់ហើយតោះទៅតាមដានសាច់រឿងរបស់យើងតែម្ដងទៅណាបាទសាច់រឿងរបស់យើងគឺបានចាប់ផ្ដើមឡើងនៅឯរាជធានីរបស់អាណាចក្រស្ដេច Rancer នៅពេលជាមួយនឹងគ្នា Louis គាត់គឺបានទទួលជាមួយនឹងស្ដេច Rancer តាក់ទងជាមួយនឹងរឿងបញ្ហាមួយចំនួននៃពួកបិសាចហ្នឹងពួកគេកំពុងតែសហការគ្នាក្នុងការដែលចង់កម្ចាត់ជាមួយនឹងសាលា Barbador ប៉ុន្តែនៅពេលនោះស្ដេចគឺគាត់បានបញ្ជាឲ្យ Louis ហ្នឹងទៅមើលជាមួយនឹង Soichi ក៏ដូចជាជួយ Soichi ផងដែរដោយឡែកសាច់រឿងគឺបានកាត់មកដល់ Gansol ដែលជា Master Kill ឯនេះវិញកំពុងតែប្រកួតប្រជែងគ្នាទៀតហើយដើម្បីរើសបេក្ខជនណាស័ក្តិសមគឺជាសមាជិកនៅក្នុងគៀរបស់គាត់អញ្ចឹងណាប៉ុន្តែគាត់រើសហ្នឹងបែបថាអ្នកណាគេដែលលេចធ្លោចាញ់មកជាមួយនឹងសមត្ថភាពដ៏ឈ្គួតលប់របស់ពួកគេនឹងឯងនៅពេលនោះក៏បានឃើញជាមួយនឹង Victor ហ្នឹងគឺបានបង្ហាញខ្លួនចេញមកហើយគាត់ក៏បានទៅប្រឡងនឹងគេដែរហើយក៏បានបង្ហាញជាមួយនឹងសមត្ថភាពឈ្គួតលប់របស់គាត់អ្នកនរគ្នាមើលវីដេអូហ្នឹងទៅដឹងហើយもっと逆にゆっくりに見えてしまうのですようやく我々のパトスをうならせる者が現れたようだなក្រោយពីបានបង្ហាញសមត្ថភាពហើយហ្នឹង Master Kill ដែលជា Gansol ហ្នឹងគាត់គឺបានទៅប៉ះជាមួយនឹង Victor ហើយឃើញថាប៉ែកហ្នឹងមានសាច់ដុំកង់ថែមទៀតផងក្រោយពីដឹងថា Master Kill មើលឃើញអញ្ចឹងហើយហ្នឹងគេបានដោះអាវក្រៅរបស់គេបង្ហាញជាមួយនឹងសាច់ដុំ six pack របស់គេហ្នឹងឲ្យទៅកាន់អ្នកគ្រប់គ្នាបានមើលគ្រប់គ្នាគាត់គឺបានទះដៃទៅកាន់ប៉ែក Victor ចំណែកនៅច្រកទ្វារចូលនៃនគរពពួកបិសាចដែលត្រូវការសន្តិភាពហ្នឹងពួកគេគឺធ្វើការប្រជុំគ្នាជាមួយនឹង Riser ហ្នឹងដើម្បីធ្វើការចុះសន្ធិសញ្ញាហ្នឹងមិនចង់ឲ្យបិសាចនិងមនុស្សហ្នឹងធ្វើការប្រកួតប្រជែងគ្នាឬការកាប់សម្លាប់គ្នានិងធ្វើសង្គ្រាមអីនោះទេបើកលេចមកមើលអាណាចក្រ Kaiser ឯនេះវិញគ្រូវេទមន្តរបស់អាណាចក្រ Kaiser ហ្នឹងក៏កំពុងតាក់ទងទៅកាន់បិសាចស្របពេលនោះសាគីគាត់គឺបានមើលឃើញសាគីគាត់គឺជាមេតបជើងចាស់ដែលគាត់ហ្នឹងមិនត្រូវការគំនិតរបស់អាប៉ែកមួយដែលថាចង់សម្លាប់ជាមួយនឹងពួកសិស្សដែលជា hero នោះទេព្រោះតែថាគ្រូវេទមន្តម្នាក់ហ្នឹងគាត់ចង់ធ្វើការកម្ចាត់ជាមួយនឹងសាលា Barbador មិនថាតា hero ដែលពួកគេក៏ហៅមកស្ថិតនៅទីនោះក៏ដោយក៏ពួកគេនឹងសម្លាប់ទាំងអស់ពួកគេអត់ខ្វល់ទេថាជីវិតណាក៏ដោយឲ្យតែនៅសាលាគឺត្រូវសម្លាប់ទាំងអស់ហើយបើទោះបីជាសាគីក៏ស្ថិតនៅក្នុងអាណាចក្រ Kaiser ក៏ដោយប៉ុន្តែគាត់ហ្នឹងគឺមិនបំរើជាមួយនឹងមហិច្ឆតាខុសខើបែបហ្នឹងនោះទេគាត់គឺបានចាកចេញមកដើម្បីទៅប្រាប់ជាមួយនឹងសិស្សដែលជា hero ហ្នឹងនៅអាណាចក្រ Barbador ដើម្បីឲ្យពួកគេអាចរត់ចាកចេញនៅក្នុងការធ្វើដំណើរនោះសាគីធ្វើដំណើរបណ្ដើគិតបណ្ដើថាស្ដេចរបស់គាត់ហ្នឹងក៏ខុសខើអីខ្លាំងម្ល៉េះសម្បីតែ hero ដែលខ្លួនក៏ហៅមកក៏ចង់សម្លាប់ប៉ុន្តែនៅពេលជាមួយនឹងគ្នាស្រាប់តែមានការវាយប្រហារមកលើគាត់អ្នកដែលវាប្រហារហ្នឹងគឺជាបិសាចសក់សដែលគាត់ក៏និយាយដែរថាលោកគឺជាសាគីនៃរបស់អាណាចក្រ Kaiser មែនទេខ្ញុំចង់ប្រយុទ្ធជាមួយនឹងលោកគាត់គឺបានធ្វើការប្រយុទ្ធគ្នាក៏ប៉ុន្តែក្នុងការប្រយុទ្ធគ្នាហ្នឹងឃើញថាសាគីហ្នឹងគាត់មិនមែនជាដៃគូបិសាចសក់សម្នាក់ហ្នឹងនោះទេត្រូវបានបិសាចសក់សហ្នឹងវាយទៅកាន់សាគីឯនេះវិញហ្នឹងគឺមិនអាចតបតទៀតនោះទេត្រូវបានគេវាយរំលាយអាវក្រោះផងវាយស្បែកផងធ្វើឲ្យគាត់ហ្នឹងពិតជាឈឺចាប់ខ្លាំងណាស់បើទោះបីជាគាត់ត្រូវបានគេវាយប្រហារបែបហ្នឹងក៏ដោយក៏គាត់នៅតែព្យាយាមតស៊ូបន្តទៀតដើម្បីតែប្រាប់ជាមួយនឹងមនុស្សគ្រប់គ្នាប៉ុន្តែគាត់នៅតែមិនអាចវាយប្រហារទៅកាន់បិសាចសក់សម្នាក់ហ្នឹងបានដដែលប៉ុន្តែគាត់នៅតែមិនអស់ចិត្តនៅតែចូលទៅវាយទៀតចូលទៅវាយយ៉ាងណាក៏ដោយគឺនៅតែវាយមិនត្រូវដដែលថែមទាំងស៊ី spell របស់គេថែមទៀតហើយនៅពេលដែលបិសាចសក់សហ្នឹងចង់សម្លាប់ទៅកាន់សាគីហ្នឹងស្រាប់តែលវីសចេញមកជួយទាន់ដោយសារតែលវីសហ្នឹងធ្វើដំណើរមកស្របពេលដែលគេកំពុងតែប្រយុទ្ធគ្នាចំពោះលវីសនៅពេលនោះគាត់បានសួរទៅកាន់សាគីដែលថាតើលោកគឺជានៃទ័ពនៃអាណាចក្រ Kaiser មែនទេខ្ញុំធ្លាប់ស្គាល់លោកហើយនៅពេលជាមួយនឹងគ្នាហ្នឹងគាត់ក៏ស្គាល់គ្នាទៅវិញទៅមកអីចឹងណាប៉ុន្តែសាគីហ្នឹងបានឲ្យលវីសរត់ទៅមិនមែនជាដៃគូជាមួយនឹងបិសាចសក់សហ្នឹងនោះទេក៏ប៉ុន្តែលវីសហ្នឹងគាត់មិនមែនតែរត់កិច្ចឯណាគាត់ក៏បានចូលទៅប្រយុទ្ធជាមួយនឹងបិសាចសក់សប៉ុន្តែយ៉ាងណាក៏ដោយគឺថាវាមិនឈ្នះនោះទេត្រូវបានបិសាចសក់សហ្នឹងវាឡើងទ្រោមទាំងពីរនាក់ឡើងពេញតែហ្នឹងនៅវិនាទីចុងក្រោយហ្នឹងបិសាចសក់សបានវាយប្រហារទៅកាន់លវីសប៉ុន្តែសាគីគាត់បែកជាទៅរងនៅពេលនោះសាគីហ្នឹងឡើងបែកអាវក្រោះតែម្ដងប៉ុន្តែបិសាចសក់សហ្នឹងគាត់ក៏បានចាកចេញទៅផងដែរ ហ
ហើយក៏បានផ្ដល់ជាពេលឲ្យអ្នកទាំងពីរហ្នឹងគឺបានជជែកគ្នាតាក់ទងជាមួយនឹងរឿងរ៉ាវនៃពេលនេះហ្នឹងវាកាន់តែធ្ងន់ធ្ងរឲ្យពួកបិសាចសហការគ្នាក្នុងការកម្ចាត់ទៅកាន់ហេរ៉ូនៃអាណាចក្រ Kaiser ហើយសាគីហ្នឹងបានស្នើសុំឲ្យលូវីសហ្នឹងការពារអ្នកទាំងអស់គ្នានៅក្នុងបាបាដរដែលជាសាលារៀនវេទមន្តនឹងផងក្រោយមកសាច់រឿងគឺបានកាត់ចូលពេលបច្ចុប្បន្នវិញដែលរឿងរ៉ាវទាំងអស់នេះដែលបានកាត់ឡើងគឺជារឿងរ៉ាវដែលលូវីសបានជួបមុនពេលដែលគាត់ទៅជួបជាមួយនឹងសូអ៊ីឈីនឹងឯងសាច់រឿងរបស់យើងឯនេះវិញហ្នឹងគឺបានកាត់មកដល់អាណាចក្ររបស់ស្ដេច Renser ឯនេះវិញដែលគាត់ក៏កំពុងតែប្រជុំគ្នាជាមួយនឹងពពួកបិសាចប៉ុន្តែមនុស្សនិងបិសាចហ្នឹងគឺដូចដឹងហើយថាពួកគេមិនសូវត្រូវគ្នាទេជួបគ្នាវាយគ្នាបតែបតប់ពេញនឹងតែម្ដងចំពោះវិកតួហ្នឹងគឺគេដើរតួធ្វើជាមនុស្សល្អដោយនិយាយដែរថាហេក្រែងសហការគ្នាអីហេតុអីក៏មកនាំគ្នាវាយគ្នាឡើងពេញនឹងទៅវិញអញ្ចឹងក្រោយមកហ្នឹងគឺបានបែរមកដាក់គ្នាឃើញជាមួយនឹងសូអ៊ីឈីគេធ្វើអេងអប់គ្នាអីណាអើយចេះតែមានហើយពួកហ្នឹងវាយគ្នាឡើងពេញហ្នឹងតតែសូអ៊ីឈីមកហ្នឹងទៅធ្វើត្រូវគ្នាអីណាទៅវិញក្រោយមកទាំងស្ដេចបិសាចទាំងស្ដេចរបស់អាណាចក្រ Renser ហ្នឹងគឺពួកគេទាំងពីរនាក់គឺបានចាប់ដៃគ្នាអ្នកទាំងអស់គ្នាក៏បានសហការគ្នាដោយមិនប្រយុទ្ធគ្នាទៀតនោះទេសាច់រឿងគឺបានកាត់ចូលទៅកាន់ថ្ងៃថ្មីនៃតួអង្គថ្មីមួយទៀតគាត់មានឈ្មោះថា Jim Paul ហ្នឹងគាត់មានប្រវត្តិកំសត់មែនតែនក៏ប៉ុន្តែ Jim Paul ម្នាក់ហ្នឹងគាត់គឺជាសមាជិកនៃ Great Devil Order ហើយគាត់ក៏នឹងមកធ្វើការកម្ចាត់ជាមួយនឹងសមាជិករបស់ Soichi ដែលភាគនេះគឺគាត់បានបន្លំខ្លួនធ្វើជា Eri ក្រោយមកទៀតគាត់ក៏បានដើរទៅជួបជាមួយនឹងកូនសិស្សទាំង3នាក់របស់ Soichi ដោយជាដំបូងហ្នឹងពួកគេនិយាយរៀងត្រូវគ្នាធម្មតាឯនោះទេប៉ុន្តែ Eri និយាយបែបឌឺដងលេងសើចជាមួយនឹងពួកអ្នកទាំងហ្នឹងរហូតតតែពួកគេហ្នឹងគឺចាប់ផ្ដើមវាយគ្នាបន្លំខ្លួនធ្វើជា Eri មកជុំនោះទេគឺបានប្រែខ្លាចខ្លួនឯងខ្លាចទៅជាសារីមកជុំទេងុំប្រែខ្លាចទៅជាគីងកងទៀតមានកម្លាំងខ្លាំងដូចជាសារីអញ្ចឹងគឺបានវាយជាមួយនឹងអញនោះហ្នឹងមកដៃឡើងប៉ើងក្រោយពីបានចាត់ការកូនសិស្សរបស់សូអ៊ីឈីទាំង3នាក់ហើយហ្នឹងគាត់ក៏បានប្រែខ្លាចខ្លួនមកជាខ្លួនឯងវិញហើយអត់មានសំបើកវងកញ្ចក់គាត់មកទីនេះដើម្បីតែចង់សម្លាប់ជាមួយនឹងសមាជិកមិត្តភ័ក្តិរបស់សូអ៊ីឈីដើម្បីសូអ៊ីឈីធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមក្រោយមកគាត់ក៏បានចាកចេញទៅឃើញលូលូនីណាចង់ចាក់លូលូនីមួយកំបិតប៉ុន្តែលូលូនីគឺបានដឹងហើយនិយាយដែរថាហេនាងឯងហ្នឹងចង់មកជាមួយនឹងខ្ញុំហើយចង់មកដណ្ដើមនំចំណីអាហារខ្ញុំមិនខ្ញុំមិនអោយនោះទេបើទោះបីជាអ្នកទាំងពីរទើសគ្នាបន្តិចក៏ដោយប៉ុន្តែលូលូនីគឺនាងមានចិត្តល្អតាំងពីដើមនាងក៏ហៅជាមួយនឹងអេរីនឹងមកអង្គុយលេងអញ្ចឹងទៅហើយគឺបានអោយនំប៉ាពាក់កណ្ដាលហ្នឹងឲ្យទៅកាន់អេរីញ៉ាំដោយគិតថាគឺជាអេរីណាដែលបានដឹងថាអេរីម្នាក់នឹងបន្លំខ្លួននោះទេចំណែកអេរីដែលជា Jim Paul ហ្នឹងគាត់ចាប់ផ្ដើមគិតដែរថាការពីជីវិតអតីតកាលគាត់ហ្នឹងមិនដែលមានណាចែករំលែកចំណីអាហារមួយគាត់អីនោះទេធ្វើឲ្យគាត់អៀនរត់ចាក់ចេញទៅតែម្ដងដោយឡែកសាច់រឿងរបស់យើងគឺបានកាត់ចូលមកដល់ពេលយប់ឯនេះវិញដែលឃើញថានៅពេលនេះ Jim Paul បានបន្លំខ្លួនធ្វើជា Luluni ដើរទៅជួបជាមួយនឹង Ochiga ហ្នឹងគឺនាងបានឲ្យជាមួយនឹងឆាត់ទៅកាន់ Luluni ដោយនិយាយដែរថាភ្លៀងហើយណេះទទួលទៅប៉ុន្តែធ្វើឲ្យគាត់ឯនេះវិញហ្នឹងគឺគិតជាមួយនឹងរឿងរ៉ាវអតីតកាលទៀតហើយតែខ្លួនឯងកើតនៅក្នុងតកូលអភិជនប៉ុន្តែអត់ដែលមានមិត្តភ័ក្តិណាចិត្តល្អនឹងឲ្យគេបែបហ្នឹងនោះទេមានតែវាយគេដណ្ដើមយកឆាត់ធ្វើឲ្យគាត់នឹងអៀនខ្មាស់មែនទែនរត់ចេញទៅម្ដងទៀតក្រោយមកចូលទៅក្នុងបន្ទប់សារប្រជុំជួបគ្នាជាមួយនឹងអាតូរីនឹងបានបន្លំខ្លួនធ្វើជាសូអ៊ីឈីចង់ទៅសម្លាប់អាតូរីអីចឹងទៅនឹងបានបន្លំខ្លួនឯងថាស្រឡាញ់អាតូរីចង់ទៅថើបអាតូរីតែគ្មានទេចង់ចាក់គេអីចឹងណាក៏ប៉ុន្តែការគិតវាមិនដូចជាការពិតនោះទេត្រូវបានអាតូរីនឹងម៉ាត់មួយដៃតែងពេញតែម្ដងដោយនិយាយដែរថាសូអ៊ីឈីមុននេះលោកបានចិត្តស្លាប់ទៅហើយខ្ញុំពិតជាបារម្ភពីបងខ្លាំងណាស់តែបងដឹងអត់បងមិនគួរណាស្លាប់ចោលខ្ញុំនោះទេខ្ញុំមិនចង់ខ្លាចទៅជាមនុស្សសួយបែបហ្នឹងទៀតនោះទេខ្ញុំចង់ឲ្យបងនៅក្បែរខ្ញុំនៅពេលហ្នឹងធ្វើឲ្យអាប៉ែ Jim Paul ហ្នឹងចាប់ផ្ដើមគិតទៀតហើយថានេះជីវិតគេក៏សំណាងអីម្លេះ Jim Paul ហ្នឹងគាត់គិតថាហេតុអីក៏សូអ៊ីឈីសំណាងខ្លួនគាត់វិញហ្នឹងគឺថាមិនសំណាងដោយសូអ៊ីឈីសោះមានមនុស្សនៅក្បែរខ្លួនហ្នឹងគឺសិតតែមនុស្សល្អតែម្ដងចុងក្រោយហ្នឹងទោះបីជាអាតូរីវាគាត់បែបណាក៏ដោយប៉ុន្តែអាតូរីគឺជាមនុស្សដែលស្រឡាញ់តែកាន់សូអ៊ីឈីពិតប្រាកដដែលធ្វើឲ្យ Jim Paul ហ្នឹងគឺចាប់ផ្ដើមរស់នៅជាមួយនឹងពួកអ្នកទាំងនឹងយ៉ាងចុះសម្រុងឈានចូលដល់ថ្ងៃថ្មីហ្នឹងគេបានបន្លំខ្លួនធ្វើជាសូអ៊ីឈីរស់នៅជាមួយនឹងពួកអ្នកទាំងនឹងក្នុងជីវិតជាសូអ៊ីឈីប៉ុន្តែក្នុងចិត្តវិញបែរជាគិតថាសូអ៊ីឈីគឺជាមនុស្សដែលមានសំណាងមានមិត្តភ័ក្តិល្អនៅជុំវិញខ្លួនទៅវិញនៅពេលដែលកំពុងតែញ៉ាំអាហារថ្ងៃត្រង់ហ្នឹងបិសាចវាបានចូលមកអុកឡុកពួកគេដែលធ្វើឲ្យពួកគេត្រូវតែកិច្ចហើយនៅពេលនោះស្រីស្ទើរតែត្រូវបានបិសាចមួយនឹងវាទៅហើយប៉ុន្តែគេគឺបានចេញទៅការពារសម្លឹងមើលទៅកាន់បិសាចវាភ័យខ្លាំងពេកវាគឺបានរត់ចាក់ចេញទៅតែម្ដងពួកគ្រប់គ្នាគឺបាននិយាយដែរថាសូអ៊ីឈីនៅតែខ្លាំងដដែលពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែលោកនាយកហ្នឹងគិតដូចជាមានការចាប់អារម្មណ៍ជាមួយនឹងសូអ៊ីឈីថាសូអ៊ីឈីអាចសម្លុតជាមួយនឹងបិសាចទាំងអស់នឹងឲ្យចាក់ចេញការហ្នឹងគឺបានចាប់ផ្ដើមចេញមកដោយនិយាយដែរថាអាប៉ែមួយហ្នឹងមិនមែនជាសូអ៊ីឈីនោះទេសូអ៊ីឈីមិនមែនមានភ្នែកបែបហ្នឹងនោះឡើយទោះបីភ្នែកខ្ញុំមិនលះលហួនក៏ដោយប៉ុន្តែចំមុះខ្ញុំគឺໄວខ្លាំងណាស់ក្លិនរបស់គេមិនមែនជាក្លិនសូអ៊ីឈីនោះទេ
ហើយមួយវិញទៀតខ្ញុំបានឃើញជាមួយនឹងអេរីហ្នឹងគឺស្ថិតនៅក្នុងទ្រង់មិនឯណោះអំឡុងពេលដែលគេហ្នឹងកំពុងតែត្រូវបានជួយសូអេឈីតាមពិតទៅអេរិនពិតប្រាកដស្ថិតនៅក្នុងទ្រង់មិនអាប៉ែមួយហ្នឹងគឺជាអ្នកបន្លំតែប៉ុណ្ណោះជីមផលគាត់ក៏មិនបានទៅបកែអីច្រើននោះដែរគាត់ក៏បានប្រែខ្លាចខ្លួនឯងមកវិញដោយគាត់និយាយដែរថាគាត់ចង់រស់នៅជីវិតមួយដែលសាមញ្ញដូចជាសូអេឈីមានមនុស្សជុំវិញខ្លួនដែលស្រឡាញ់តែកាន់សូអេឈីគាត់ពិតជាថាគាត់ចង់បានសុភមង្គលមួយដែលល្អដូចជាសូអេឈីអញ្ចឹងការរ៉េននេះវិញគាត់ក៏និយាយដែរថាជីមផលនឹងអាចរកជាមួយនឹងជីវិតបែបហ្នឹងបានព្រោះគាត់ជឿជាក់លើជីមផលមិនមែនជាមនុស្សអាក្រក់ដូចជាឈ្មោះបិសាចរបស់គាត់នោះទេចំពោះជីមផលមុនពេលដែលគាត់ចាកចេញគាត់ក៏បានអរគុណនាងផងដែរប៉ុន្តែលោកនាយកសាឡាយនេះវិញក៏និយាយដែរថាបើសិនជាជីមផលចង់សម្លាប់មនុស្សគ្រប់គ្នាច្បាស់ជាសម្លាប់បានសម្បីតែលោកនាយកក៏បានកត់សម្គាល់ថាមួយនឹងគឺជាជីមផលដែលជាបិសាចផងដែរចំពោះសាច់រឿងគឺបានកាត់ចូលទៅដល់ពេលល្ងាចជីមផលហ្នឹងគាត់បានទៅជួបជាមួយនឹងសមាជិក Great Devil Order ម្នាក់ទៀតដែល Great Devil Order ម្នាក់ហ្នឹងគាត់គឺដូចជាមេធំម្នាក់តំណាងដែរអញ្ចឹងណានៅពេលហ្នឹងគាត់គឺបានសុំចាកចេញពីក្រុមប៉ុន្តែ Great Order ម្នាក់ហ្នឹងមិនអោយចាកចេញថែមទាំងបានសម្លាប់ទៅកាន់សមាជិកដែលជា Kim Paul ថែមទៀតផងសម្បើវងកញ្ចក់បន្តិចរឿងគេបានប្រាប់នៅទេតែបើនៅក្នុងមែនការគេប្រាប់តាក់ទងជាមួយនឹងសមាជិកនៃ Great Devil Order ហ្នឹងគ្មានអ្នកណាអាចចាកចេញបាននោះទេអ្នកដែលចាកចេញទី1ត្រូវស្លាប់ទី2គឺមិនអាចចាកចេញនឹងឯងក្រោយមកសាច់រឿងក៏បានកាត់ទៅកាន់ខាងសូអេឈីជាមួយនឹងសារីកំពុងតែធ្វើដំណើរសារីគាត់ក៏បានទៅជួបជាមួយនឹងបិសាចសក់សកំពុងតែអង្គុយបិសាចសក់សគាត់ក៏បានឃើញសារីប្រៀបដូចជាមនុស្សម្នាក់ដែលគាត់ធ្លាប់ស្គាល់ពីមុនមកអញ្ចឹងមិនដឹងថាជាគូស្នេហ៍ឬក៏ជាម្ដាយរបស់គាត់នោះទេតែដឹងតែថាគាត់និយាយថាខ្ញុំរកអ្នកឃើញហើយប៉ុន្តែយ៉ាងណាក៏ដោយសូអេឈីគាត់ក៏បានដើរមកដល់ស្រាប់ពេលនឹងជាមួយនឹងគ្នាក្រោយមកវិស័យសក់សគាត់ក៏បាននិយាយដែរថាលោកគឺជាសូអេឈីមែនគាត់ក៏បានដើរទៅក្បែរសូអេឈីនិងនិយាយដែរថាសូអេឈីគាត់ល្បីល្បាញខ្លាំងណាស់នេះគឺជាមូលហេតុដែលគាត់ស្គាល់សូអេឈីវិស័យសក់សហ្នឹងគាត់បានសួរសូអេឈីដែរថាតើសូអេឈីគឺជាហេរ៉ូមែនជាហេរ៉ូពិតប្រាកដអីចឹងណាចំណែកគាត់វិញគឺជាព្រះតែពាក្យដែលគាត់និយាយថាខ្លួនឯងជាព្រះហ្នឹងគាត់និយាយបែបខ្សឹបសូអេឈីហ្នឹងគាត់លឺតិចគាត់សួរថាតើនិយាយពីអីប៉ុន្តែប៉ែកហ្នឹងបដិសេធថាមិននិយាយអីនោះទេហើយគឺបានសុំចាក់ចេញទៅតែម្ដងចំពោះសូអេឈីក៏បានដឹងដែរថាបិសាចមួយហ្នឹងគឺជាមេបិសាចនោះទេប៉ុន្តែអត់មានដឹងច្បាស់ដែរថាគាត់គឺជាមេបិសាចខាងណាណាដឹងថាគាត់មានពីរប៉ាក់បិសាចមួយដែលថាចង់សម្ព័ន្ធភាពបិសាចមួយទៀតអត់ចង់សម្ព័ន្ធភាពទេសួស្តីអ្នកនរគ្នាម្ដងទៀតនេះគឺជាវីដេអូណែនាំអ្នកទាំងអស់គ្នាតាក់ទងមួយការ top up game នៅលើ website របស់ admin ឬក៏ហៅថាការដាក់ពេជ្រនៅលើ website របស់ admin ណាជាដំបូងចូលទៅកាន់ Google Chrome វាពាក្យថា vc.topup.com នោះអ្នកទាំងអស់គ្នាចុចបញ្ជូនទៀតទៅនឹងឃើញជាមួយនឹង website របស់ admin មាន game PUBG Free Fire Mobile Legends អីជាដើមក៏ប៉ុន្តែ admin សូមរើសជាមួយនឹង game Free Fire ណាបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញជាមួយនឹងប្រអប់មួយដែលវាបញ្ចូលជាមួយនឹង ID game របស់អ្នកទាំងអស់គ្នាទៅតែ admin សូមផាសណាហើយអ្នកទាំងអស់គ្នាចុចបញ្ចូល ID រួចមកចុចជាមួយនឹងប៊ូតុងឆេះឈ្មោះក្រោយបញ្ឆេះឈ្មោះត្រឹមត្រូវហើយទៀតមកអ្នកទាំងអស់គ្នាត្រូវរើសជាមួយនឹងកញ្ចប់ពេជ្រណាមួយដែលអ្នកទាំងអស់គ្នាចង់ធ្វើការ top up ឬក៏ចង់ដាក់ពេជ្រនឹងចំពោះ admin រើសជាមួយនឹង25ពេជ្ររួចមកទៀតអ្នកទាំងអស់គ្នាចុចជាមួយនឹងប៊ូតុងគិតលុយក្រោយមកគេនឹងឲ្យយើងរើសយក app ហើយ app ABA របស់យើងណាប៉ុន្តែបើខុសពី ABA អ្នកទាំងអស់គ្នាអាច screenshot ជាមួយនឹង KHQR ហ្នឹងទៅ scan ជាមួយធនាគារណាក៏បានដែរអ្នកទាំងអស់គ្នាអាចបាញ់មកបានហើយពេជ្រក៏នឹងបញ្ជូនទៅកាន់អ្នកទាំងអស់គ្នាភ្លាមៗតែម្ដងក្រោយតែពីអ្នកទាំងអស់គ្នាបាញ់លុយហើយហ្នឹងអ្នកទាំងអស់គ្នាចូលមើលទៅក្នុងเกมរបស់អ្នកទាំងអស់គ្នាវិញចំពោះ admin គឺមាន1403ពេជ្របន្តមកទៀតចាំតាន់តិចទេរហូតឡើងដល់25ពេជ្រទៀតគឺឡើងរហូតដល់1428ពេជ្រដូចអ្នកទាំងអស់គ្នាមើលឃើញនៅក្នុងវីដេអូនេះអញ្ចឹងណាគ្រាន់តែប៉ុណ្្នឹងគឺចប់ហើយកុំភ្លេច top up ជាមួយនឹង website របស់ admin ផងណាអរគុណអ្នកទាំងអស់គ្នាធំលុះឈានចូលមកដល់ពេលយប់ឃើញថាសមាជិកគៀលនឹងគ្នាជប់លៀងផឹកយ៉ាងសប្បាយរីករាយតែម្ដងផឹកតតែស្លាប់រៀងខ្លួនឡើងពេញនឹងឯងនៅពេលនោះអាប៉ែមួយដែលថាផឹកទៅដោះគោហ្នឹងណាគាត់ក៏បានបែរមកដូចជាភ្ញាក់ផ្អើលហើយស្រាប់តែពេលនោះគាត់គឺត្រូវបានស្លាប់បាត់បង់ជីវិតតែម្ដងគ្រប់គ្នាចាប់ផ្ដើមនឹមគ្នាស៊ើបមើលហើយអ្នកដែលដើរតួធ្វើជាអ្នកស៊ើបអង្កេតហ្នឹងគឺជា Victor ជាមួយនឹង Master Kill ពួកគេទាំងពីរនាក់ចាប់ដៃសហការគ្នាក្នុងការស៊ើបអង្កេតថាតើនរណាគឺជាឃាតករសម្រាប់តែកាន់អាប៉ែមួយហ្នឹងហើយចំពោះក្នុងការស៊ើបរបស់គេហ្នឹងគឺដំណើរការស៊ើបឈួតឡប់មែនតែនដោយស៊ើបហ្នឹងគឺថារឹបពីក្បាលទៅកតុយទៅក្បាលរឹបមិនដឹងស្អីដល់ស្អីទេគឺដឹងត្រឹមតែថាពួកពីរនាក់ហ្នឹងគឺត្រូវដងត្រូវផ្លាយគ្នាមែនតែនដោយចេះតែសន្មត់តែផ្ដេសតែផ្ដាស់ម្ដងសន្មត់ថាកំប៉ុងទៅដោះគោមានថ្នាំពុលម្ដងសន្មត់ថាមានអ្នកលួចសម្លាប់គ្នាអីណាទៅវិញមិនដឹងថាពួកអ្នកទាំងពីរនាក់ហ្នឹងគិតអីឲ្យប្រកបនោះទេហើយនៅក្នុងការស៊ើបអង្កេតហ្នឹងគឺថាមានទឹកពិសោធន៍មួយដែលឃើញថានៅពេលនោះហ្នឹងកាស្តគាត់គឺទៅប៉ះឲ្យធ្លាក់ដិតទៅលើអីក៏មិនដឹងទេមើលខ្លួនឯងទៅអត់មានគេថាចង់សើចមែនតើកន្លែងហ្នឹងគេធ្វើឲ្យគេទាំងពីរនាក់ហ្នឹងគេចាប់ផ្ដើមនិយាយរកគ្នាដោយនិយាយដែរថាតលអើយបងប្អូនតូចរបស់លោកប្រើមិនបានការទេខ្ញុំសូមអភ័យទោសផងមួយរយៈក្រោយមកលុះដល់ពេលល្ងាចហ្នឹងពួកគេទៅបញ្ចុះសពរបស់អាប៉ែមួយថាបៀមក្បាលដោះហ្នឹងណាប៉ុន្តែអាប៉ែហ្នឹងស្រាប់តែងើបឡើងមកវិញមិនងាប់ឯណាគ្រាន់តែស្លាប់ធម្មតាហ្នឹងគ្មានទេកាន់សល់ហ្នឹងគាត់ក៏បានរត់ទៅអបអាប៉ែហ្នឹងដោយនិយាយដែរថាអើយស្មានតែអាប៉ែឯងងាប់អាប៉ែហ្នឹងគេចាប់ផ្ដើមនិយាយតាក់ទងមួយរឿងយប់មិញរអិលជាមួយនឹងកំប៉ុងទៅដោះគោដួលសន្លប់តែប៉ុណ្្នឹងហ្នឹងឯងរឿងហ្នឹងគឺថាហួសចិត្តយកតែម្ដងប៉ុណ្្នឹងសោះហ្នឹងចេះតែសន្មត់ថាគ្នាស្លាប់អីណាទៅវិញតែយ៉ាងណាក៏ដោយពួកគេគឺចាប់ផ្ដើមនាំគ្នាសប្បាយចិត្តឡើងវិញដោយសមាជិករបស់ពួកគេបានស្លាប់បាត់បង់ជីវិតនោះទេអញ្ចឹងមានតែរីករាយប៉ុន្តែនៅពេលជាមួយនឹងគ្នានោះស្រាប់តែ
System របស់ Castle ហ្នឹងគេចាប់ផ្ដើមគិតដែរថាចុំអាប៉ែសក់លឿនដែលជា Victor ហ្នឹងក្រែងមុននឹងនិយាយដែរថានេះមិនមែនជាស្នាដៃរបស់បិសាចទេមែនតែអាប៉ែហ្នឹងនិយាយមកដូចជាយល់ពីបិសាចអីខ្លាំងម្ល៉េះតែអាប៉ែមួយហ្នឹងអាចជាជនបង្កប់ Great Devil Order ដែរឬអត់នៅពេលល្ងាចហ្នឹងគាត់ក៏បានដើរទៅជួបស្ងាត់ៗជាមួយនឹង Victor ព្រមទាំងបានធ្វើការសួរត្រង់ៗជាមួយនឹង Victor ដែរថាតើគេគឺជាសមាជិកនៃ Great Devil Order មែនដែរឬអត់នៅពេលនោះ Victor គាត់ក៏មិនបានបដិសេធអីនោះដែរគាត់គឺទាំងពីរនាក់គឺបានចាត់ការគ្នាទៅវិញទៅមកក៏ប៉ុន្តែហ្នឹងគ្មានទៅឈ្នះប៉ែ Victor អីនោះទេ Victor ហ្នឹងគឺគាត់ខ្លាំងណាស់ប៉ុន្តែនៅពេលនោះស្រាប់តែ Gansol ហ្នឹងគាត់គឺបានចេញមកការពារជាមួយនឹង assistant របស់ខ្លួនដែលដំបូងឡើយហ្នឹងខំគិតតែខ្លួនឯងមានមិត្តភក្តិដែលមានសាច់ដុំកង់អីអញ្ចឹងណាប៉ុន្តែនៅពេលនេះបែរជាជួបថាអាប៉ែហ្នឹងគឺជាសត្រូវទៅវិញអត់បានម៉ាត់ម្ដាយយកតែម្ដងហើយវាគ្នានឹងតាំងពីយប់រហូតតតែភ្លឺឡើងនឹងគឺមាត់គ្នាទៅវិញទៅមកលំពេញនឹងតែម្ដងអ្នកទាំងពីរនឹងគ្មាននរណាចៅនឹងនរណានោះទេកាសលនឹងគឺគាត់មានកម្លាំងខ្លាំងគាត់វាយអត់ចេះហត់នោះទេហើយគាត់ក៏បាននិយាយដែរថាក្រែងយើងជាមិត្តភក្តិតែឥឡូវបែរជាសត្រូវទៅវិញ Victor គាត់ក៏បាននិយាយដែរថាតាមពិតទៅកម្លាំងរបស់គាត់គឺជាការ copy កម្លាំងរបស់អ្នកដតីឬ skill របស់អ្នកដតីក្នុងការប្រយុទ្ធជាមួយនឹងអ្នកដតីមនុស្សច្រើនណាស់ដែលពួកគេនឹងគឺចាញ់ក្រុមដៃគាត់ប៉ុន្តែមនុស្សតិចតួចណាស់ដែលវាយដៃស្មើគាត់នឹងអាចឈ្នះគាត់ Victor គាត់ក៏បានលើកសរសើរជាមួយនឹង Castle ដែរថាគេនឹងឯងគឺជាមនុស្សតិចដែលបានវាយប្រហារជាមួយនឹងគាត់ប៉ុន្តែអ្នកទាំងពីរហ្នឹងគឺចាប់ដើមវាយគ្នាកាន់តែខ្លាំងទៅ Castle ហ្នឹងដំបងឡើយខំគិតថាបានមិត្តភក្តិល្អអញ្ចឹងណាដល់ពេលអត់បានទៅវាយយកនឹងឯងវាយតទៅធ្លុះភ្នំប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែមិនចិត្តដាច់សម្រាប់មិត្តភក្តិរបស់ខ្លួនឯងនោះដែរហើយ Victor ហ្នឹងគាត់ក៏មិនបានសម្រាប់ Cancel អីនឹងនោះដែរដោយសារតែគាត់ចាត់ទុកថាជាមិត្តភក្តិនឹងគ្នាអីចឹងទៅគាត់ក៏បានដើរទៅជួបជាមួយនឹង Great Devil Order ម្នាក់ទៀតគាត់គឺសុំចេញពីក្រុមដូចគ្នាប៉ុន្តែគឺមិនអាចនៅទេគឺត្រូវស្លាប់នៅទីកន្លែងមួយហ្នឹងដូចទៅនឹង Jim Paul ដែរនៅពេលនេះសមាជិកនៃ Great Devil Order ចំនួន2នាក់ត្រូវស្លាប់បាត់បង់ជីវិតហើយបូកនឹង2នាក់កាលពីភាគមុនទៀតគឺទាំងអស់4នាក់ទៅហើយដែលបានបាត់បង់ជីវិតចំពោះសាច់រឿងក៏បានស្លេះតែប៉ុណ្្នឹងណាព្រោះឈុតឆាកក្រោយហ្នឹងគឺសល់ត្រឹមតែ2ភាគទៀតតែប៉ុណ្ណោះប្រហែលជា admin ដាក់នៅក្នុងតែមួយភាគមួយវីដេអូហ្នឹងណាប្រហែលជាចប់ហើយในរដូវកាលទី2 admin ក៏ដឹងថារដូវកាលទី3ហ្នឹងគឺគេចេញពេលណាដែរសូមបញ្ជាក់ផងដែរថាថ្ងៃស្អែក admin អត់ច្បាស់ថា admin ហ្នឹងអាចចេញបាននោះទេតែបើស្អែកចេញអត់បានមានតែខណ្ឌស្អែកក្នុងការចេញវីដេអូភាគបន្តអញ្ចឹងណាអ្នកទាំងអស់គ្នាហើយចំពោះអ្នកទាំងអស់គ្នាណាដែលជាអ្នកលេងហ្គេមចង់ធ្វើការ top up ជាមួយនឹងហ្គេមរបស់អ្នកទាំងអស់គ្នាមិនថា Free Fire PUBG Mobile Legends អីហ្នឹងកុំភ្លេច top up ជាមួយនឹង website របស់ admin នឹងដាក់ link នៅក្រោមវីដេអូមួយនេះក្នុង comment នៃវីដេអូមួយនេះហើយអញ្ចឹងហើយកុំភ្លេចជួយ top up នៅលើ website របស់ admin ម្នាក់មួយផងណាអរគុណអ្នកទាំងអស់គ្នាធំមែនតើ